នេះរបៀបធ្វើនំប៉័ងដុតឈីឲ្យឈ្ងុយឆ្ងាញ់ល្អដែលខ្ញុំធ្វើនេះខ្ញុំធ្វើmaximum សម្រាប់ញ៉ាំជាលក្ខណៈគ្រួសារគឺខ្ញុំមានពោតមួយផ្លែមកហើយយើងមានពងមាន់2គ្រាប់ដែលខ្ញុំដាក់ចូលហើយយើងមាន cheese ហើយនំប៉័ងជ្រុំគឺនំប៉័ងដើមយើងហៅពីច្រើនហៅនំប៉័ងដើមហើយបន្តមកទៀតខ្ញុំកូរវាឲ្យសព្វបន្តិចទៅហើយ flavor យើងចង់ដាក់ទឹកដោះគោបន្តិចក៏បានយើងដាក់ cheese សុទ្ធក៏បានដែរហើយយើងត្រូវមាន oven ឬក៏ microwave ấyដែលយើងដាក់បានហើយនេះខ្ញុំលាយរួចហើយឥឡូវខ្ញុំកំពុងតែលាយបន្ថែមហើយដុត oven ហ្នឹងខ្ញុំយកกระดาษសភៅយើងដែលស្អាតយកមកទ្រាប់ពីក្រោមហើយយើងរៀបចឹងមកហើយតបមកយើងបើយើងកន្លែងណារៀងខ្វះខាតយើងអាចដាក់បន្ថែមទៅពេញសាច់នំប៉័ងម្ដងហើយយើងដុតនេះយើងកំណត់ន័យថាកម្ដៅជា200អង្សាហើយខ្ញុំដាក់តែ7នាទីឬក៏8នាទីហ្នឹងគឺ maximum បើយើងចង់ក្រៀមខ្លាំងគឺ10នាទីឡើងនេះហើយយើងចេញលទ្ធផលអញ្ចឹងកំណត់តែ7នាទីខ្ញុំបានបន្ថយវារួចហើយនេះបងប្អូនមើលបានគឺមើលដំណងមែនទែនគឺឡើងឈីហើយវាស្អិតឆ្ងាញ់បែបនេះបើយើងធ្វើជាលក់វិញគឺបានប្រហែលជាលក់ដាច់មើលទៅគឺឆ្ងាញ់មែនទែនបងប្អូនទំនងគឺតែមួយនេះគឺឆ្អែតអីគឺបែបអាហារធម្មជាតិ